នោះពេញលេងហើយមិនត្រឹមតែអ្នកឈរបោកទេសូម្បីតែម្ចាស់ទីតាំងឬក៏អ្នកអូសទាញទៅធ្វើការហ្នឹងក៏អាចជាប់ទោសបានដែរបងប្អូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាហ្នឹងបានប្រកាសថាកម្ពុជាកំពុងរៀបចំច្បាប់ប្រឆាំងនឹង online scam ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបងប្អូនហើយច្បាប់ថ្មីនេះនឹងកំណត់ទៅនឹងការទទួលខុសត្រូវលើម្ចាស់ទីតាំងម្ចាស់អគារក៏ដូចជាអ្នកជួលផ្ទះនិងអ្នកអូសទាញមនុស្សមកធ្វើការបងប្អូនហើយប្រសិនបើពាក់ព័ន្ធទៅនឹងសកម្មភាពឆបោករាជរដ្ឋាភិបាលនឹងចាត់ទុកថាជាសកម្មភាពរាជរដ្ឋាភិបាលកម្ពុជាបដិញ្ញាសម្អាតបទល្មើស scam online ឲ្យអស់ពីកម្ពុជាត្រឹមខែមេសាឆ្នាំ2026ខែ4ខាងមុខនេះបងប្អូនត្រឹមចូលឆ្នាំនេះបាទលយមែនតើបាទខ្ញុំបន់ឲ្យអស់ចឹងទៅបាទល្អហើយសម្ដេចក៏លោកបានបន្ថែមថាកម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជននៃបច្ចេកវិទ្យាទេហើយអ្នកពាក់ព័ន្ធក៏ត្រូវប្រឈមមុខទៅនឹងច្បាប់ផងដែរបងប្អូនអូចាំមើលទាំងអស់គ្នាបងប្អូនវ៉ាវលេងធ្ងន់កខ្ញុំឃើញមួយរយៈនេះឃើញចាប់ច្រើនមែនតើបងប្អូនចាប់រាប់ពាន់អគារចូលឆាយគ្រប់ទីតាំងបងប្អូនជាពិសេសរដ្ឋបាលរាជធានីភ្នំពេញខ្ញុំឃើញមួយរយៈនេះចុះឆាយដល់និយាយទៅគ្រប់ទីតាំងនៃប្រទេសកម្ពុជាហ្មងឃើញគ្រប់ខេត្តគ្រប់ក្រុងចាប់ក្បួចឃើញបានច្រើនហើយបញ្ជូនទៅស្រុកក៏ច្រើនដែរបងប្អូន